កម្មភាពជួសជុលនៅបញ្ហាស្ទះស៊ីងលាងចានហើយនឹងបន្ទប់ទឹកដោយសារតែផ្ទះរបស់គាត់នេះគឺការប្រើប្រាស់ទុយោគឺប្រើរួមនៅពេលដែលទុយោស្ទះគឺស្ទះទាំងអស់សំបីតែកន្លែងស៊ីងលាងចានសំបីតែប្រព័ន្ធសំបីតែស៊ីហ្វុងគាត់ងូតទឹកហ្នឹងក៏ស្ទះដែរដោយសារតែផ្ទះនេះគឺប្រើប្រព័ន្ធទុយោរួមតែមួយអានេះបន្ទាប់ពីយើងបំបែកខ្លាញ់បំបែកអីហើយឃើញថាទឹកវាហូរបានធម្មតាវិញទាំងកន្លែងលាងចានទាំងកន្លែងស៊ីហ្វុងងូតទឹកនេះហើយនឹងប្រព័ន្ធអីក៏វាហូរធម្មតាដែរវីដេអូខាងដើមប្រព័ន្ធគឺខ្ញុំចាក់ទឹកនេះវាអត់ហូរទឹកល្អទេវាហូរទៅយឺតដោយសារតែវាមានបញ្ហាស្ទះនេះបន្ទាប់ពីយើងសុងបំបែកខ្លាញ់បំបែកអីហើយគឺថាវាហូរប្រកដីវិញធម្មតាការប្រើប្រាស់របស់តាមធម្មតាវិញ